ប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិនិងបដិសេធការចរចាទ្វេភាគីថ្មីជាមួយថៃសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថាកម្ពុជានឹងបន្តឆ្ពោះទៅរកយន្តការច្បាប់អន្តរជាតិក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ1982ដោយមិនចង់ឃើញការបង្កើតយន្តការចរចាទ្វេភាគីថ្មីណាមួយជាមួយថៃឡើយបន្ទាប់ពីភាគីថៃបានលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ដោយឯកតោភាគីតាមរយៈសារបង្ហោះលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី12ខែឧសភាឆ្នាំ2026សម្ដេចហ៊ុនសែនបានរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យប្រកាន់ជំហរច្បាស់លាស់របស់ខ្លួនលើបញ្ហាសមុទ្រជាមួយថៃនិងបន្តដំណើរទៅរកយន្តការអន្តរជាតិដោយផ្ទាល់ប្រមុខរដ្ឋស្ដីទីបានសរសេរថាកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2026មានសារព័ត៌មានថៃមួយបានចុះផ្សាយថារដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថាក្រោមអនុសញ្ញាច្បាប់សមុទ្របន្ទាប់ពីការលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ភាគីទាំងពីរត្រូវដំណើរការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាលហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិនសម្ដេចហ៊ុនសែនបានបញ្ជាក់ថាប្រសិនបើការចុះផ្សាយនោះពិតជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសថៃមែននោះការលើកឡើងអំពីការចរចាទ្វេភាគីថ្មីគឺផ្ទុយស្រឡះពីសកម្មភាពជាក់ស្ដែងរបស់ភាគីថៃដែលបានលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ដោយឯកតោភាគីសម្ដេចបានមានប្រសាសន៍ថាពាក្យថាវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិនវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃដែលបានលុបចោល MOU 2001ដោយឯកតោភាគីដែលបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នាប្រមុខរដ្ឋស្ដីទីកម្ពុជាក៏បានរំលឹកថាកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2026សម្ដេចធ្លាប់បានអំពាវនាវរួចម្ដងហើយមិនឲ្យបង្កើតយន្តការទ្វេភាគីថ្មីណាមួយដើម្បីជំនួសយន្តការចាស់ដែលថៃបានលុបចោលសម្ដេចបានបញ្ជាក់បន្ថែមថាយើងសោកស្ដាយដែលថៃលុបអនុសារណៈយោគយល់គ្នាឆ្នាំ2001ចោលតែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញយោងតាមការចុះផ្សាយរបស់ The Star Malaysia នៅថ្ងៃទី12ខែឧសភាឆ្នាំ2026លោកស៊ីហាសាក់ភួងកិតកែវឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសថៃបានថ្លែងថាភាគីថៃមិនទទួលស្គាល់ការដែលកម្ពុជាយកអនុសារណៈយោគយល់ឆ្នាំ2001ទៅចុះបញ្ជីជាឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រនោះទេលោកស៊ីហាសាក់បានថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថាកម្ពុជានិងថៃគួរតែធ្វើការចរចាអំពីតំបន់សមុទ្រត្រួតស៊ីគ្នាក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS ប៉ុណ្ណោះលោកបានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជានិងថៃសុទ្ធតែជារដ្ឋភាគីនៃ UNCLOS ឆ្នាំ1982ហើយអនុសញ្ញានេះគឺជាគោលការណ៍ច្បាប់អន្តរជាតិដែលអាចប្រើប្រាស់សម្រាប់ដោះស្រាយវិវាទនិងការចរចានាពេលអនាគតលោកបានថ្លែងថាចំពោះ MOU 44យើងបានលុបចោលរួចហើយជាមួយគ្នានេះការចរចាក្រោម UNCLOS អាចជួយឲ្យដំណើរការមានលក្ខណៈស្ថាបនានិងជៀសវាងការខ្ជះខ្ជាយពេលវេលាប៉ុន្តែលោកក៏បានបញ្ជាក់ដែរថាភាគីទាំងពីរនៅមិនទាន់អាចសម្រេចថានឹងប្រើប្រាស់យន្តការណាមួយជាក់លាក់នៅឡើយទេក្នុងបទសម្ភាសន៍ដដែលលោកស៊ីហាសាក់ក៏បានបដិសេធចំពោះការអះអាងថាកម្ពុជាបានយក MOU 44ទៅចុះបញ្ជីជាភស្តុតាងទាក់ទងនឹងបន្ទាត់ព្រំដែនសមុទ្រដែលអាចប៉ះពាល់ដល់កោះគុតរបស់ថៃលោកបានអះអាងថាការអះអាងបែបនេះមិនអាចឈរជើងបានក្រោម UNCLOS ព្រោះបញ្ហាព្រំដែនសមុទ្រត្រូវតែពិនិត្យទៅតាមច្បាប់អន្តរជាតិនិងបទបញ្ញត្តិដែលទទួលស្គាល់ជាសកលលោកក៏បានបន្ថែមថាលោកមិនដឹងថាកម្ពុជាបានចុះបញ្ជីឯកសារអ្វីឬអនុវត្តតាមនីតិវិធីបែបណានោះទេប៉ុន្តែលោកដឹងតែថាថៃនិងកម្ពុជានឹងបន្តការចរចាក្រោម UNCLOS ការវិវត្តថ្មីនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃសម្រេចលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001កាលពីថ្ងៃទី5ខែឧសភាឆ្នាំ2026ដែលជាក្របខ័ណ្ឌសម្រាប់ការចរចាពាក់ព័ន្ធនឹងតំបន់សមុទ្រត្រួតស៊ីគ្នានិងធនធានប្រេងឧស្ម័នក្នុងឈូងសមុទ្រថៃជាមួយគ្នានេះកម្ពុជាកំពុងជំរុញការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ខណៈភាគីថៃវិញនៅតែផ្ដោតលើការចរចាទ្វេភាគីជាចម្បងអ្នកវិភាគមួយចំនួនមើលឃើញថាការបញ្ជាក់ជំហររបស់សម្ដេចហ៊ុនសែននៅពេលនេះគឺជាសារនយោបាយដ៏ច្បាស់លាស់មួយបង្ហាញថាកម្ពុជាមិនមានបំណងវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌចរចាទ្វេភាគីថ្មីទៀតឡើយបន្ទាប់ពីភាគីថៃបានបញ្ចប់អនុសារណៈយោគយល់គ្នាឆ្នាំ2001ដោយឯកតោភាគីហើយកម្ពុជានឹងផ្ដោតលើយន្តការច្បាប់អន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិនិងសិទ្ធិសមុទ្ររបស់ខ្លួន